ព្រៃធំឡងថ្មនេះពីមុនអត់មានមានភ្ញៀវអីទៅលេងអីនៅភ្នំខ្ពស់ច្រើនតែឥឡូវនេះមានគម្រោងមានភ្ញៀវទៅលេងនៅតំបន់នោះវាច្រើនជាងមុនមានគម្រោងហើយយើងតិចទៀតយើងបង្កើតតន់មានផ្លូវមិនតាន់ល្អហើយឥឡូវនេះគេចាប់អារម្មណ៍ឥឡូវនៅភ្នំខ្ពស់ហ្នឹងគេចង់ទៅមើលឃើញទិដ្ឋភាពនៅភ្នំខ្ពស់យើងវាអត់មានទឹកអីច្រើនដូចគេដែរចុះយើងមានកន្លែងអេកូទេសចរធម្មជាតិការសន្សំប្រាក់ចែកក្រុមក្នុងបំពុះហ្នឹងមាន25គ្រួសារក្រុមសន្សំខេត្តកំពូលបានរួមចំណែកដល់ប្រជាពលរដ្ឋការកម្ចីឥណទានដើម្បីគាត់យកទៅពង្រីកមុខរបរធ្វើស្រែចិញ្ចឹមមាន់ចិញ្ចឹមសត្វទានិងបង្កើតអាជីវកម្មលក់ដូរពីមុនក៏ខ្ញុំមានការពិបាកដែរមិនទាន់មានក្រុមសន្សំឥឡូវវាមានភាពស្រួលច្រើនដោយសារក្រុមសន្សំមានយើងចៃមកវាមានការតិចហើយនឹងស្រួលភាពមានស្រួលយកមកបរិយាជីវកម្មយើងអាចបរិលក់ដូរទៅវាអាចមានភាពរីកចម្រើនជាងមុនសហគមន៍ព្រៃធំឡុងថ្មមានសក្តានុពលផ្នែកខាងអេកូទេសចរក៏ប៉ុន្តែពីមុនមកมันធ្លាប់មានគម្រោងណាធំមកជួយដល់សហគមន៍ព្រៃធំឡុងថ្មនោះទេតែដោយសារអង្គការ BCV មានការខ្នះខ្នែងជួយដល់សហគមន៍យើងខ្ញុំហើយក៏បានតំណាក់តំណងដល់ UNDP ក៏ទម្លាក់គម្រោងអេកូទេសចរចូលមកដល់សហគមន៍ព្រៃធំឡុងថ្មហើយឥឡូវនេះគឺភ្ញៀវទេសចរកើនឡើងច្រើនទាំងពីភ្ញៀវជាតិនិងអន្តរជាតិគម្រោងបានគម្រោងពី UNDP ហើយ UNDP មានការផ្សព្វផ្សាយពីប្រព័ន្ធអាកាសធាតុហើយបានទស្សនកិច្ចសិក្សាតាមបន្លែលើស្នៅហើយយើងធ្វើផ្លូវភ្លើងផ្លូវជីកង់វាការខ្វះទុនធានមនុស្សហើយនឹងត្រូវបំពេញបន្ថែមណាមួយចំណេះដឹងក៏ទាបហើយខ្សោយណាមួយការដឹកនាំក៏ខ្ចីមិនទៅសពនិយាយស្ដីពាក្យសម្ដីអីការតំណាក់តំណងរវាងតែគណៈកម្មការនិងគណៈកម្មការហើយនឹងភ្ញៀវតាក់ទងភ្ញៀវក៏អត់ចេះនិយាយពាក្យសម្ដីមួយគាត់ដែរ